កន្លែងនេះអាមេរិនភូថងធ្លាប់ផ្ដល់ការចងចាំមួយយ៉ាងអាក្រក់បំផុតសម្រាប់ណាប៊ីលណេះបងប្អូនយើងមកទស្សនាការប្រកួតបាទកាលពីពេលកន្លងទៅពលគឺនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2022រវាងជើងខ្លាំងគុនខ្មែរបាទអាមេរិនភូថងជួបជាមួយនឹងណាប៊ីលបាទសងៃគេហាត់នៅថៃបងប្អូនយើងហើយការប្រកួតចុងក្រោយរបស់គេគឺក៏ក្រើកមែនទែនយកឈ្នះជើងខ្លាំងប្រចាំសង្វៀន One Championship គឺកីឡាករ Super Leg បាទយកឈ្នះដណ្ដើមខ្សែក្រវ៉ាត់បាទអញ្ចឹងយើងមើលបាទការប្រកួតទាំងអស់គ្នាកាលនោះគឺបានត្រឹមតែស្មើពិន្ទុគ្នាតែប៉ុណ្ណោះបាទរវាងណាប៊ីលនិងអាមេរិនភូថងដែលឡែកនាពេលបច្ចុប្បន្ននេះបាទណាប៊ីលគេឡើងជើងខ្លាំងមែនទែនបាទខ្លាចជាលំដាប់កំពូលហើយក្នុងប្រភេទទម្ងន់65គីឡូក្រាមបាទពិបាករកដៃគូណាមួយគេខ្ពស់បងប្អូនយើងគេខ្ពស់ណាប៊ីលបច្ចុប្បន្នគឺបាទសាច់រឿងក្រាស់ជាងមុនបាទឥឡូវចាប់ទឹកទី1ចូលដល់ទឹកទី2ចូលទៅគឺវាយយកតែម្ដងចូលពីអាមេរិកទាត់មកដៃឆ្វេងបាទទាត់យកផុតកចូលឆ្វេងស្ដាំចូលចាប់គ្រាគ្នាអត់ទេបោះមកជង្គង់ហើយក៏សងមួយជើងឆ្វេងពីអាមេរិកតែខុសបាទអាមេរិកនៅតែបន្តការដើរចូលទាត់ជើងក្រោមបាទទាត់ជើងក្រោមការវាយហក់ទៅមកដៃឆ្វេងបាទការវាយគឺល្បាក់របៀបគ្នាគឺអត់មានលើខ្វះគ្នាទេគូនេះបងប្អូនអូមកជើងកន្លែងនេះបាទពីអាមេរិកភូថងទៅលើណាប៊ីលសងមកវិញទាត់មកជើងក្រោមហើយក៏អត់ទេបាទចូលទៅបាទហនុមានបាទជ្រែកពពកណែចូលមកពីអាមេរិកជាបន្តមកលេងម៉ូតសក់ស្អាតណាស់កាលនោះបាទ fan ថៃគេចូលចិត្តអាមេរិកមែនទែនដោយសារតែវាយលះបងប្អូនយើងបាទលោកគ្រូញ៉ាដាក់ថាកុំចាប់ជើងឥឡូវឈានចូលមកដល់ពាក់កណ្ដាលនៃទឹកទី2មកដៃពីអាមេរិកតែខុសចូលទៅចាប់គ្រាកគ្នាទៀតបាទធាក់មកជើងពីណាប៊ីលដូរឡៃគ្នាទាត់មកជើងកន្លែងនេះឲ្យកសងមកវិញពីអាមេរិកភូថងចូលទៅហើយចាប់គ្រាកគ្នាអត់ទេបាទឥឡូវបោះមកជង្គង់ពីណាប៊ីលហើយក៏ចាប់បំបែងចឹងឃើញថានេះពេលបច្ចុប្បន្ននេះណាប៊ីលគេឡើងជើងខ្លាំងដូចអ្វីដែលខ្ញុំបាននិយាយដដែលចឹងបងប្អូនយើងបាទហើយអាមេរិកភូថងនៅតែមានឱកាសក្នុងការបាទជួបជាមួយនឹងណាប៊ីលក៏ប៉ុន្តែគាត់ត្រូវតែពង្រឹងសមត្ថភាពគាត់ឲ្យខ្លាំងជាងមុនគឺខ្លាចជាកីឡាករលំដាប់អាជីពបាទលំដាប់អាជីពពាក្យថាលំដាប់អាជីពមួយគឺបាទកីឡាករដែលមានច្បាប់ទម្លាប់នៃការវឹកហាត់បាទរយៈពេលនៃការឡើងសង្វៀនប្រហែលខែឡើងម្ដងបាទការវឹកហាត់អាម៉េចចឹងទៅឥឡូវមកដៃកន្លែងនេះបាទចុងទឹកទី2បាទកន្លែងហ្នឹងហើយដែលអាមេរិកភូថងបាទធ្វើបង្កាត់ភាពភ្ញាក់ផ្អើលមែនទែនថាណែមកដៃរបស់ខ្ញុំធ្វើឲ្យណាប៊ីត្រេតណាបាទវង្វេងវង្វាន់គុំមកចប់ទឹកតនេះកុំអីគ្មានសល់ទេឥឡូវពេលវេលាក្នុងទឹកទី3ក៏បានចាប់ផ្ដើមមកទៀតណាប៊ីលព្យាយាមបុកវិញឲ្យសារតែចាញ់បន្ទុកបាទដឹងខ្លួនថាចាញ់បន្ទុកទឹកទី2ហើយទឹកទី1គឺផ្ដុំប្រសងគ្នាទឹកនេះបើសិនជាវាយរាប់ម្ដងទៀតគឺដឹងតែចាញ់ហើយក៏ប៉ុន្តែយើងមកមើលការប្រកួតសិនមកប៉ុណ្យើងដើមទឹកទី3ចូលមកហើយវាយតែ3ទឹកទេគូនេះចូលទៅបាទពីណាប៊ីលបាទណាប៊ីលព្យាយាមចាប់គ្រាកមែនទែនហើយក៏ដើរចូលថែមទៀតមកដៃពីណាប៊ីលហើយក៏ទាត់ជើងក្រោមសោយពីអាមេរិកបោះមកជង្គង់អាមេរិកព្យាយាមចាប់គ្រាកដោយសារដឹងថាខ្លួនល្អបន្ទុកហើយចឹងចាប់គ្រាកគូនេះខ្ពស់មែនទែន1.8 1.9 ម៉ែត្របាទ1.9 ជាងតែមើលទៅអូទាត់មកជើងឆ្វេងកន្លែងនេះបាទអាមេរិកព្យាយាមដកថយបន្តិចហើយក៏ណាប៊ីលព្យាយាមដើរចូលព្យាយាមចាប់គ្រាកគ្នាបាទគូនេះបើសិនជាអត់ចាប់ទេគឺធ្លាក់ពីសង្វៀនទាំងពីរព្រោះឲ្យខ្ពស់ណាស់បងប្អូនយើងអូបើកែងពីអាមេរិកបាទអាមេរិកបង្ហាញកែងនៅលើសង្វៀនរាជាដំណឿនបាទ OWS នេះបងប្អូនយើងព្យាយាមវាយពីណាប៊ីលចូលពុតទៅក៏សងវិញពីអាមេរិកអត់មានខ្លាចទេបាទអត់មានខ្លាចទេគ្រាន់តែបាទថយបន្តិចដើម្បីបាទព្យាយាមយកកម្លាំងបាទវាយសងទៅវិញពីណាប៊ីលចឹងព្យាយាមចាប់គ្រាកគ្នានៅចុងទឹកទី3ទៅហើយបាទ round 3ចុកបោះមកជង្គង់ឲ្យក៏សងមកវិញចាប់គ្រាកបោះមកជង្គង់ឆ្វេងចូលធ្ងន់បាទណាប៊ីលលេងធ្ងន់ខ្ញុំបាននិយាយបានថាបើសិនជាអាមេរិកគាត់នៅតែបន្តការវឹកហាត់ថាបងប្អូនយើងនេះពេលបច្ចុប្បន្ននេះអាចនឹងមានឱកាសក៏ប៉ុន្តែប្រហែលជាមិនអាចទេបងបាទអ្នករៀបចំលោកឆាគ្រីបាទឆាត្រីប្រចាំសង្វៀនវ័នប្រហែលជាគាត់មិនអាចដាក់ទេព្រោះគេមើលលំដាប់ដែរចឹងអរគុណប្រិយមិត្តយើងសម្រាប់ការតាមដានទស្សនាបាទការប្រកួត
បាទរបស់ខ្ញុំបាទ admin ផនិតចឹងកុំភ្លេចជួយ like ជួយ share បាទម្នាក់មួយម្នាក់ពីរផងបាទចប់ទឹកទី3ល្មមចឹងបកលទ្ធផលជាផ្លូវការបាទស្មើគ្នាអរគុណប្រិយមិត្តយើងជួបគ្នានៅវីដេអូក្រោយសូមអរគុណ